ងពីគេតំណែងបាននៅក្នុងសភាក្នុងសភាវាបានអនុប្រធានតែអនុប្រធាននឹងវាបានការអីណាតំណែងនៅក្នុង5ក្រសួងទៀតណាសូមសួរថាតំណែងនឹងជាបានតំណែងខ្លាញ់វាឲ្យទេដូចនេះវាចែកវាកាន់ឲ្យតំណែងនៅតែជាអនុប្រធានគេជាតារាយើងសូមសួរថាអនុប្រធានទៅធ្វើអីចេញយើងទៅធ្វើអីចេញហើយចំណុចដែលសំខាន់មួយទៀតអូនឯងតោងទៅយល់ណាគេហៅថា50+1កាលណាដែលអូនឯងនិយាយថាការតែចង់ទៅហៅមន្ត្រីណាមកអូនឯងហៅទៅហើយក្នុងច្បាប់ចង់ទម្លាក់មន្ត្រីណាច្បាប់វាត្រូវមានដាក់ញត្តិរួមកម្លាំងនៅក្នុងសភាក្នុង123នាក់ហ្នឹងយោ30នាក់ដាក់ពាក្យដើម្បីក៏ហៅមកហើយនឹងធ្វើការបោះឆ្នោតទម្លាក់យើងសូមសួរថានៅក្នុង30កម្លាំងរបស់គេមាន68 30គេដក30គេដាក់ញត្តិប្តឹងទៅលើអ្នកណាមួយបានរួចហើយបើគេចង់ដកក្នុងគណៈបកសង្គ្រោះជាតិគេដកបានតាឧទាហរណ៍ឥឡូវគេចង់ដកគឹមសកាគេធ្វើញត្តិ30នាក់ណាគេយកបានពួកកម្លាំង68ហើយបន្ទាប់មកទៀតបោះឆ្នោតដល់ពេលបោះឆ្នោតទម្លាក់គេមាន68ណាយើងមានតែ55មិនប្រកាសជាគ្នាយើងទៀតដូចជាកន្លែងហ្នឹងអូនឯងយកស្អីយកទៅទប់ទល់មួយគេហើយចំណុចដែលសំខាន់អូនឯងថាអូទៅក៏ហៅគេមកអូនឯងក៏ហៅគេចុះបើគេមកធ្វើអីគេពួកអំណាចគេនៅពេញហ្នឹងហើយអូនឯងដល់គេមកអូនឯងយកស្អីយកអំណាចពីណាមកទៅទប់ស្កាត់ជាមួយគេយើងទៅធ្វើអីគេអស់ណាអូនឯងវិកតាបដើរចេញពីសភាប៉ុណ្ណឹងបើនិយាយមិនស្ដាប់គ្នាអូនឯងចរិតគណៈបកសំរងស៊ីតាំងពីដើមមកអស់តែមិនពេញចិត្តវិកកបោបដើរចេញពីសភាទៅធ្វើពាក្យឯកាមិនចូលរួមប៉ុន្តែការសន្មត់នៅតែគេចេញដដែលណាច្បាប់នៅតែគេចេញដដែលហើយយើងទៅធ្វើអីឈ្នះគេដូចជាតម្រង់ហ្នឹងដំណើរហ្នឹងតាំងពីដើមមកវានៅតែដដែលវាអត់កិច្ចកន្លែងណារួចទេដូចជាអ្វីដែលបងឯងនិយាយហ្នឹងដូចជាលើកថាអូមានភាពជោគជ័យមានភាពខ្លាំងក្លាមានភាពអស្ចារ្យរហូតដល់ 80% បងឯងយកចំណុចណាបាន 80% នោះរោតែ1%រោមិនបានផងមិនបាច់ទៅរោដល់ 80% ទេនិយាយអត់ដឹងក្បាលដឹងកន្ទុយហើយចេះតែចេញមកខ្លួនឯងនិយាយដូចថាខ្លួនឯងនេះអ្នកចេះនយោបាយពិតប្រាកដណាស់ដឹងច្បាប់ទម្លាប់ក្បួនខ្នាតត្រឹមត្រូវណាតែបើសឹងចង់ទៅតាំងខ្លួនឯងជាវិធីក្បួនហ្នឹងខ្លួនឯងទៅប្រកាសឈ្មោះគេប្រាប់តែឈ្មោះខ្លួនឯងឈ្មោះអីនិយាយអត់ដឹងក្បាលដឹងកន្ទុយកុំអោយចេញមុខបីសាច់យកមកនិយាយហើយមកតាំងខ្លួនឯងជាអ្នកដែលកាន់ជើងពួកកម្ពុជាបីសាច់បោកប្រាស់ប្រជាជាតិហ្នឹងនេះខ្ញុំប្រាប់ឲ្យច្បាស់លាស់តែបងហើយខ្ញុំមិនមែនមើលឃើញទេក៏ប៉ុន្តែក្នុង profile ដែលបងឯងនិយាយហ្នឹងអត់បានបញ្ជាក់ច្បាស់លាស់ក៏ខ្ញុំអត់ទាញយកមកតែក៏ខ្ញុំប្រាប់សម្ដីដែលនិយាយអត់ដឹងក្បាលកន្ទុយហើយប៉ះពាល់ដល់ជាតិវាកំសែងអត់លើកលែងទេខ្ញុំប្រាប់បុគ្គលណាក៏ដោយខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ហើយកុំឲ្យខ្ញុំនិយាយថាយកទស្សនៈនឹងមកនិយាយថាខ្ញុំកាន់ជើងលោកមុំសណ្ដូខ្ញុំអត់មានកាន់ជើងអ្នកណាទេតែខ្ញុំស្ដាប់សម្ដីបងឯងការនិយាយស្ដីហ្នឹងវាប៉ះពាល់នឹងជាតិធ្ងន់ធ្ងរណាស់ដែលអ្វីពួកគណៈបកសង្គ្រោះជាតិទៅបំផ្លិចបំផ្លាញជាតិដល់កម្រិតហ្នឹងហើយបាយជាបងឯងភ្លីភ្លើអត់ដឹងអីហើយយកទស្សនៈនឹងមកនិយាយឲ្យគេគិតឡើងវិញតែមិនប្រើខួរមកគិតខ្លួនឯងឡើងវិញពីបញ្ហាដែលខ្លួនឯងកំពុងនិយាយហ្នឹងតែវាប៉ះពាល់ជាតិដល់កម្រិតណាហើយខ្ញុំចាក់បន្ថែមទៀតបាទទៅមន្ត្រីពុករលួយទាំងណាគាត់នឹងដកចោលគាត់និយាយថានឹងដកចោលមន្ត្រីពុករលួយដែរបើមិនយើងស៊ើបអង្កេតទៅឃើញថាពុករលួយសម្ដីលោកកឹមសុខានេះហើយក៏សម្ដីអត់សានក៏គាត់មានប្រតិកម្មដែររឿងហ្នឹងប៉ុន្តែយើងនឹងថាបើសិនជាមនុស្សមួយដែលគិតប្រយោជន៍ដល់ខ្លួនអំណាចដល់ខ្លួនគេមិនអាចទៅនិយាយភាសាមួយថាដកមន្ត្រីពុករលួយចោលចេញទៅអីនាំឲ្យគណៈបព្វជិជនគេទៅតែញ៉ៃចឹងទេគេត្រូវសងំដើម្បីរកលុយជាមួយគ្នាអាហ្នឹងវាសុខសប្បាយអស់គ្នាចាំបាច់ទៅគម្រាមអីចឹងទេហើយយើងដឹងថាការលោកអ្វីដែលបងឯងនិយាយថាបើសិនជាគេចង់ចោះចូលដើម្បីគេចង់បានលុយគេសងំបើបងឯងសងំរឿងហ្នឹងកាន់តែធ្ងន់ធ្ងរអ្វីដែលគឹមសកានិយាយគឺតែជាពាក្យដោះសារទេតែសម្ដីនៃការនិយាយស្ដីហ្នឹងអាដោះសារហ្នឹងវាអត់សមស្របដល់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនវានិយាយមកវិញវាឆ្លើយតបមកវិញទេគាត់ថាវាបំភ្លឺពាក្យហ្នឹងកុំឲ្យទៅបោកប្រាស់ប្រជាពលរដ្ឋគាត់ថាវាចង់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនគាត់ថាវាចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋវិញទេឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ទៅបើសិនជាសម្ដីក្អែកសម្រេចបោកគឹមសកាវាចង់ទៅដកមន្ត្រីមួយណាឬក៏ចង់ដកនាយករដ្ឋមន្ត្រីកន្លែងហ្នឹងបើវាចង់ដកនាយករដ្ឋមន្ត្រីហើយចោះគេចង់ដកអនុប្រធានដកមិនបានទេយ៉ាងម៉េចដូចជាយើងត្រូវយល់ពីច្បាប់សិនច្បាប់បើយើងពង្រៀនច្បាប់នឹងចេញមកដោយច្បាប់ហ្នឹងសម្រាប់ជាតិខ្លួនឯងមកសម្រាប់គណៈបកសង្គ្រោះជាតិថ្ងៃក្រោយវាដកចោលទាំងអស់ធ្វើអីវាឥឡូវបើច្បាប់នឹងចេញមកធ្វើអីវា30នាក់ឬមនុស្ស30នាក់ដើម្បីដាក់ញត្តិសុំដកអភ័យឯកសិទ្ធិសុំដកតំណាងរាស្ត្រទាំងចេញអានេះវាជាច្បាប់ហើយដល់ពេលតែយើងធ្វើច្បាប់អានឹងចេញហើយឥឡូវខាងគណៈបកប្រជាជនឥឡូវគេមិនពេញចិត្តលើគឹមសខាធ្វើការខ្វះកន្លែងនេះខ្វះកន្លែងនោះចំណុចហ្នឹងវាសុំដាក់ញត្តិសុំដកលោកគឹមសខាចេញដោយអនុប្រធានអត់សមស្របដល់អញ្ចឹងហើយដូចទៅធ្វើការបោះឆ្នោតដល់បោះឆ្នោតយើងនិយាយថា30នាក់វាមានកម្លាំង30រួចទៅហើយបន្ទាប់មកទៀតយើងបោះឆ្នោតដល់ចំណុចដល់ពេលដែលយើងបោះឆ្នោតគ្នាវា68នាក់ណាយើងបានតែ55ទេណាដូចជាកន្លែងអីដែលយើងទៅឈ្នះវាកើតហើយយើងទៅយកចំណុចណាមើលវាចង់ដកគឹមសខាយើងយកស្អីទៅទប់ទល់មកវាហើយយើងនិយាយថាធ្វើអញ្ចឹងអត់ត្រូវច្បាប់ខ្ញុំសុំសួរថារយៈកាល40ឆ្នាំហើយដែលយើងជួបនៅភាពវិនិច្ឆ័យកម្មហន្តរាយយើងសុំសួរថាវាដែរយកច្បាប់មួយណាមកប្រើជាមួយយើងមិនតែប៉ុណ្ណោះសោតយើងទៅយកទស្សនៈមួយបញ្ជាក់ឲ្យច្បាស់លាស់នៅថ្ងៃទី28កក្កដាឆ្នាំ2013វាមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋយើងសុំសួរថាវាយកច្បាប់ពីណាមកហេតុអីបានវាមកប្លន់ភាពជ័យជំនះយើងសុំសួរថាតើយើងយកអំណាចអីទៅទប់ទល់មួយវាកន្លែងហ្នឹងដែលជាប្រ
ពុកបញ្ហាហើយបើយើងចង់កោះហៅមន្ត្រីណាមួយដើម្បីមកស៊ើបសួរចុះបើវាមិនមកយើងធ្វើអីវាកន្លែងសំខាន់ណាយើងទៅដោះស្រាយអាពាក្យមួយតើយើងធ្វើអីវាយើងនិយាយហ្នឹងវាខុសច្បាប់យើងដឹងតែវាខុសច្បាប់តែវាមិនដែលយកច្បាប់មកប្រើផងតើយើងធ្វើអីវាយើងទៅដោះស្រាយអាចំណុចដែលយើងធ្វើវាហ្នឹងដោះស្រាយឲ្យចេញទៅនេះអូនឯងកុំឲ្យភ្លើពេកនៅការនិយាយស្ដីឲ្យកុំឲ្យយកទស្សនៈមួយថាអួតអាងដូចអូនឯងនឹងនិយាយធ្វើខ្លួនឯងជាអ្នកចេះដឹងតែបងឯងចេះដឹងនៅក្នុងផ្លូវទុច្ចរិតមិនបានផ្លូវសុចរិតទេអ្វីដែលបងឯងនិយាយហ្នឹងគឺផលប្រយោជន៍សិទ្ធតែក្រុមបាក់ពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បងពើក្រុមពួកអារាជានិយមបលាយពុជសាសចូលលើកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែម៉ៃរងគ្រោះដោយសារអា3សាច់ស៊ីនោះហើយទន្ទឹមពេលហ្នឹងបងឯងទៅសហការជាមួយនឹងអាកម្ពុជា3សាច់បោកប្រជាជាតិអាសំរងស៊ីហើយនឹងអាសម្ដីក្អែកសម្ដែងបោកគឹមសខាហើយរួមទាំងបងឯងជាមួយដែរដែលកំពុងតែចូលរួមសកម្មភាពបំរើយួនសម្រាប់ជាតិខ្លួនឯងនេះខ្ញុំមិនបញ្ជាក់ប្រាប់បងឯងបានច្បាស់លាស់អ្វីដែលបងឯងនិយាយនេះប៉ះពាល់ជាតិធ្ងន់ធ្ងរណាស់ហើយបាទសូមបងប្អូនរួម